បាទសួស្តីទាំងអស់គ្នាជួបគ្នាបន្តទៀតជាមួយនឹងសាច់រឿងរបស់យើងនៅក្នុងពេលនេះទូប្ររបស់យើងគាត់ពិតជាជឿចុកចាប់ខ្លាំងមែនទែនដោយសារតែគាត់បានប្រព្រឹត្តផងបន្តទូស្រីគាត់ជឿជាក់ថាទូប្រុសនឹងគាត់គឺជាឃាតករសម្រាប់ឪពុកម្ដាយសម្រាប់ប្អូនស្រីរបស់នាងយ៉ាងហើយនាងតាមសងសឹកជាមួយនឹងគាត់ផ្ដាច់កណ្ដូនចេតនាហើយទៅរៀបការជាមួយនឹងលោកមិនតបស៊ូទៀតដែលធ្វើឲ្យជីវបញ្ជីព្រះបុត្រារបស់យើងនេះគាត់វិលត្រឡប់ពីសមរភូមិវិញដោយគ្មានការអនុញ្ញាតហើយហ្នឹងព្យាយាមរកខុសរកត្រូវប៉ុន្តែអត់ត្រូវបានមានពីណាគេជឿទេជាពិសេសគឺមនុស្សស្រីដែលខ្លួនស្រឡាញ់តោះក៏មកខាត់ពេលវេលាយូរណាស់ឥឡូវចូលទៅសាច់រឿងរបស់យើងតែម្ដងទៅចង់ដឹងថាទូប្រុសរបស់យើងក្នុងពាក្យហ្នឹងជឿជុកចាប់ដល់កម្រិតណានោះតាមទស្សនៈជាមួយនឹងការសម្ដែងរបស់អេមីនដូចតទៅនៅពេលនេះមានតបស៊ូត្រូវបានលោករាជអាមាត្យនឹងទទួលរាជបញ្ជាពីព្រះអង្គគឺមកអញ្ជើញគាត់នឹងទៅមើលការរៀបចំដើម្បីត្រៀមសម្រាប់អបអរពិធីបុណ្យស្រង់ទឹកដែលព្រះអង្គជាអ្នករៀបចំឡើងផងដែរយ៉ាងហើយនឹងគាត់ក៏បានប្រាប់ប្រពន្ធថាចាំគាត់រៀបចំរួចហើយនឹងចាំត្រឡប់ទៅវិញជាមួយនឹងគ្នានៅក្នុងពេលនោះសិនជារូបរបស់យើងគាត់ក៏ដើរលេងនៅក្នុងសួនបន្តែនៅពេលហ្នឹងជីវញ្ជីព្រះបុត្រាដែលត្រូវជាព្រះរាជយាទស្នងមរតករបស់ព្រះអង្គនឹងគាត់ក៏បានចាប់ទាញដៃរបស់ឈិញរូទៅព្យាយាមសួរនាំថាយ៉ាងម៉េចទៅហើយតើនាងជាមួយនឹងមេតស៊ូនឹងគឺបានគេងជាមួយនឹងគ្នាផ្សំរំលែកគ្នាហើយឬនៅពេលហ្នឹងមនុស្សរបស់យើងគាត់ថាអូចង់សួរពីរឿងដែលប្តីប្រពន្ធពីរនាក់គួរតែធ្វើមែនអត់ពួកយើងគឺជាប្តីប្រពន្ធសុខច្បាប់ប្រកាសណាស់ហើយប្រកាសជាបានធ្វើអ្វីដូចជាប្តីប្រពន្ធទូទៅបានធ្វើនឹងឯងសម្ដីមួយហ្នឹងគាត់ធ្វើឲ្យណែជីវញ្ជីដែលជាព្រះបុត្រារបស់យើងគាត់ខឹងខ្លាំងមែនទែនគាត់ថាមិនបានទៅជាអញ្ចឹងហេតុអីទៅជីងរូក៏ទៅវិញថាយ៉ាងម៉េចចង់ឲ្យខ្ញុំខ្លាំងមែនអត់ទេការសម្ដែងរបស់លោកចាប់ត្រឹមហ្នឹងហើយមែនអត់នៅពេលហ្នឹងអូជីវញ្ជីគាត់ខឹងខ្លាំងមែនទែនគាត់ក៏ថាហេតុអីបានជានាងមិនជឿខ្ញុំតើពួកយើងអាចចាប់ផ្ដើមផ្សាយជាថ្មីជាមួយគ្នាបានអត់នាងដឹងអត់ការខិតខំប្រឹងប្រែងរបស់ខ្ញុំនៅសមរភូមិបំណងតែមួយគត់គឺចង់វិលត្រឡប់វិញរៀបការជាមួយនាងប៉ុន្តែជីងរូក៏ទៅវិញថារៀបការជាមួយខ្ញុំចុះទង្វើដែលលោកធ្វើមុនហ្នឹងហេតុអីបានជាលោកមិនគិតអំពីលទ្ធផលផងប្អូនស្រីរបស់ខ្ញុំបានស្លាប់ឪពុកម្ដាយរបស់ខ្ញុំក៏បានស្លាប់គ្រួសាររបស់ខ្ញុំក៏វិនាសហើយចង់ចាប់ដើមជួយសារជាថ្មីជាមួយនឹងខ្ញុំទៀតហើយនៅពេលហ្នឹងជីវបញ្ជីគាត់ក៏ចាប់ថើបឈិញរូតែម្ដងចាប់យករហូតដល់លឺសំឡេងប្តីរបស់គេស្រែកហៅឈិញរូអូននៅឯណាសិនឈិញរូរបស់យើងចាប់ដើមភ័យតែម្ដងថាវីវមិនអាចឲ្យគេឃើញបាននោះទេមិនអាចទេនៅខាងក្រៅក្នុងរបស់អ្នកទាំងពីរគឺលោកមីតស៊ូបានធ្វើដំណើរត្រឡប់វិញទៅហើយដោយការងាររបស់គាត់បានបញ្ចប់នៅពេលនេះគាត់កំពុងតែតាមរកប្រពន្ធរបស់ខ្លួនអត់ដឹងថាប្រពន្ធទៅដល់ទីណានេះបានដំណឹងសូនជើងចំណែកឯជីងរូវិញគាត់ភ័យខ្លាំងមែនទែនគាត់ក៏មកខំមាត់ជីវបញ្ជីដែលជាព្រះបុត្រានេះប៉ុន្តែគាត់អត់ខ្វល់ខំទៅគាត់នៅតែថើបគាត់ក៏បានលើកដងទៅកាន់ជីងរូថាបំណាច់ជានាងស្អប់ខ្ញុំដល់ឋានៈនឹងទៅហើយនឹងស្អប់ខ្ញុំបន្ថែមបន្តិចទៀតក៏វាមិនអីដែរចង់ស្អប់ខ្ញុំស្អប់ឲ្យខ្លាំងជាងនេះទៅទៀតទៅអញ្ចឹងហើយបានជាគាត់មានចេតនាមួយគឺធ្វើឲ្យឈាមនឹងប្រឡាក់គ្នាទៅវិញទៅមកតែម្ដងទៅបន្តិចក្រោយមកនៅពេលដែលគាត់កំពុងតែខ្មើមយកបន្តទៅទៀតហ្នឹងមើលតស៊ូបានដើរមកដល់ហើយចិត្តមកដល់ផ្ទាំងថ្មដ៏ធំដែលពួកគេបានបាំងនឹងកំពុងតែថែបគ្នាហើយប៉ុន្តែនៅពេលដែលមេតស៊ូបានដើរមកដល់ឃើញថាអ្នកទាំងពីរកំពុងតែឈរនិយាយគ្នាតែទោះបីជាយ៉ាងនេះក្តីមេតស៊ូក៏ឆ្លាតណាស់គាត់បានមើលដឹងបាត់ទៅហើយថាប្រពន្ធរបស់គាត់នេះគឺសិនឈិញរូត្រូវបានព្រះបុត្រាកំពុងតែបំពេញព្រោះអីមាត់ពីរនាក់ហ្នឹងគឺឈាមដូចគ្នានៅពេលនោះព្រះបុត្រាជីវញ្ជីក៏បានឌឺដងទៅកាន់លោកមេតស៊ូថាលោកមេតស៊ូអូខ្ញុំឃើញប្រពន្ធរបស់លោកដើរតែម្នាក់ឯងវង្វេងផ្លូវខ្ញុំចង់នាំនាងទៅជួបជាមួយលោកទៅហើយប៉ុន្តែរៀបតែនឹងនាំនាងទៅហើយលោកមកដល់ល្មមថ្ងៃមុខថ្ងៃក្រោយមើលថាប្រពន្ធឯបានល្អផងកុំឲ្យនាងដើរវង្វេងផ្ដេសអញ្ចឹងនៅពេលហ្នឹងមានតបស៊ូគាត់ខំខ្លាំងមែនទែនពួកគាត់បានដឹងហើយនោះថាពីរនាក់ហ្នឹងបានធ្វើអ្វីជាមួយគ្នាមុនហ្នឹងគាត់ប្រកាសជាគិតឃើញហើយយ៉ាងហើយគាត់ក្តាប់ដៃយ៉ាងខ្លាំងតែម្ដងក៏ប៉ុន្តែគាត់ក៏ព្យាយាមធ្វើទឹកមុខញញឹមនឹងតបទាំងឌឺដងទៅកាន់ព្រះបុត្រាជីវបញ្ជីវិញថាមិនអីទេរឿងគ្រួសាររបស់ខ្ញុំអាចដោះស្រាយបានហើយមិនចាំបាច់រំខានដល់ព្រះបុត្រាទេតោះអូនសម្លាញ់បងនាំអូនទៅសាលធំតិចដើម្បីទៅស្គាល់ព្រះអង្គហើយមើលរឿងដ៏ល្អមួយនៅពេលហ្នឹងឈិញរូគាត់ដឹងតែរឿងអីគេដ៏ល្អហ្នឹងប៉ុន្តែមានតស៊ូថាមិនចាំបាច់សួរទេនៅពេលដែលអូនទៅដល់ប្រកាសជាឃើញហើយអូនប្រកាសជាពេញចិត្តអ្វីដែលមានតបស៊ូបាននាំឈិញរូរបស់យើងមកមើលហ្នឹងគឺការដាក់ទោសរបស់ព្រះអង្គទៅលើជីវញ្ជីព្រះបុត្រារបស់យើងដែលជាតួឯកប្រុសនេះទាំងអស់គ្នាដោយទោសរបស់គាត់ហ្នឹងគឺវិលត្រឡប់មកពីសមរភូមិដោយគ្មានការកោះហៅល្មើសជាមួយនឹងវិន័យទ័ពត្រូវវាយ50ដំបងជាការពិន័យ50ដំបងហ្នឹងគឺវាយបែកម៉ាំបែកឈាមតែម្ដងហើយនេះគឺជាការចោទប្តឹងនឹងការកុសរស់ពីសំណាក់លោកមេតស៊ូព្រះនាងវិនលីងនេះវិញគាត់ក៏ព្យាយាមលុតជង្គង់ថ្វាយបង្គំសូមអង្វរឲ្យព្រះអង្គលើកលែងទោសទៅឲ្យព្រះបុត្រាជីវញ្ជីផងកុំដាក់ទោសគាត់ធ្ងន់ធ្ងរខ្លាំងពេកហើយព្រះបុត្រាជីវញ្ជីគាត់អត់បានស្រឡាញ់វិនលីងទេគណៈពេលវិនលីងវិញទាំងអស់គ្នាគាត់មិនមែនជាខ្សាច់ខ្សែលោហិតរបស់រាជវង្សអីទេតំណែងរបស់គាត់ជាព្រះនាងដោយសារតែឪពុករបស់គាត់នឹងគឺមានគុណសម្បត្តិច្រើនសម្រាប់នគរមួយនោះដូច្នេះហើយព្រះអង្គក៏បានតែងតាំងវិនលីងធ្វើជាព្រះនាងហើយកម្មទៅព្រះអង្គគាត់ក៏ចង់ដាក់ទោសកូនប្រុសរបស់គាត់ដែរប៉ុន្តែដោយសារតែមន្ត្រីធំជាពិសេសវិញលោកមេតបស៊ូនឹងចោទប្តឹងអញ្ចឹងហើយដើម្បីតែរក្សានូវតុល្យភាពក៏ដូចជាប្រកាន់យុត្តិធម៌ក្នុងជួររាជការនោះគាត់ក៏សម្រេចចិត្តដាក់ទោសតែមកខំចិត្ត
រាជអាមាត្យនឹងក៏បានទូលថ្វាយផ្ដល់យោបល់ទៅកាន់ព្រះអង្គថាមើលទៅដោយសារតែព្រះបុត្រាគាត់នៅក្មេងវ័យពេកដោយសារតែឆ្លងវែងជាមួយនឹងស្នេហាមកពេលហ្នឹងបានជាសុខចិត្តធ្វើទោសកំហុសដ៏ធ្ងន់ធ្ងរបែបហ្នឹងដើម្បីតែសិនជីងរូម្នាក់ហ្នឹងអញ្ចឹងប្រសិនបើណាព្រះបុត្រាបានរៀបការទៅហ្នឹងគាត់មានចរិតនឹងនៅទៅគាត់ជាលែងអញ្ចឹងហើយអញ្ចឹងគួរតែរកនារីណាល្អម្នាក់ឲ្យគាត់ទៅបានហើយអញ្ចឹងគេក៏ណែនាំថាប្រកាសជាបនាងវិនលីងនឹងហើយព្រោះមើលទៅបនាងវិនលីងសុខចិត្តលះបង់គ្រប់យ៉ាងទាំងអស់មានចិត្តខ្លាំងណាស់ចំពោះព្រះបុត្រាជីវុនជីព្រះអង្គគាត់ក៏យល់ស្របគាត់ថាអត់អីអញ្ចឹងចាំចប់ពិធីបន់ស្រន់ព្រះរួចហើយហ្នឹងយើងនឹងប្រទានមង្គលការឲ្យពីអ្នកនឹងតែម្ដងក៏លេបមើលកន្លែងដាក់ទរណកម្មទៅលើព្រះបុត្រាជីវុនជីវិញនៅពេលហ្នឹងមិនទាន់នឹងបាន50ដំបងផងប៉ុន្តែបែកឈាមពេញខ្នងទៅហើយគណៈពេលដែលសិនជីងរូរបស់យើងគាត់សម្លឹងមើលទៅហ្នឹងទាំងអារម្មណ៍គុំគួនកំហឹងថានឹងអាចសងសឹកបានណាប៉ុន្តែទន្ទឹមពេលជាមួយនឹងគ្នាហ្នឹងកែភ្នែករបស់គាត់ក៏បានបញ្ចេញនៅដំណក់ទឹកភ្នែកដែរបនាងវិនលីនៅវិញកំពុងតែសងវល់នឹងលោករាមានក៏ទៅមកប្រាប់ថានេះគឺជាឱកាសល្អរបស់បនាងហើយត្រូវជាពេលមួយដែលបនាងអាចនៅក្បែរព្រះបុត្រាបានមកព្រះបុត្រារបស់យើងវិញនៅពេលនេះទឹកស្រក់ឈាមនឹងឈាមតាមមាត់ផងតាមខ្នងផងវាយលើថាក្រំខ្នងខ្លាំងពេកទៅណាក្អួតឈាមតាមមាត់មកដែរមិនយូរប្រហែល50ដំបងក៏បានបញ្ចប់ប៉ុន្តែមុននឹងបញ្ចប់នឹងលោកមេថោស៊ូក៏បានសម្លឹងនឹងចាប់អារម្មណ៍ឃើញទាំងមុខប្រពន្ធរបស់ខ្លួននឹងហាក់ដូចជាមានទំនាក់ទំនងអ្វីមួយយ៉ាងជាមួយនឹងព្រះបុត្រាអញ្ចឹងដែរចុងគាត់ក៏កាន់តែខឹងទៀតហើយម្ល៉េះហើយគាត់ក៏មានចិត្តឌឺដងគណៈពេលដែលព្រះបុត្រាវិញបន្ទាប់ពីបញ្ចប់នៅដំបងរបស់គាត់ហើយគាត់ក៏ឌឺដងទៅឲ្យលោកមេថោស៊ូថាអរគុណហើយកាដូដែលលោកមេថោស៊ូឲ្យខ្ញុំថ្ងៃណាមួយខ្ញុំប្រកាសជាសងទៅឲ្យលោក2ដងទៅវិញមេថោស៊ូក៏ឌឺដងទៅវិញថាទូបង្គំចាំទទួលជានិច្ចហើយមើលទឹកមុខរបស់មេតបស៊ូឌឺសាហាវតែម្ដងណាជាពិសេសទៅទៀតនោះមុនពេលចាក់ចេញទៅព្រះបុត្រាជីវនជីរបស់យើងត្រូវ50ដំបងនោះវាអត់បញ្ហាទេប៉ុន្តែអ្វីដែលជាបញ្ហាហ្នឹងគឺនៅពេលដែលឃើញថាមនុស្សស្រីដែលខ្លួនស្រឡាញ់បែរជានៅពេលនេះត្រូវបានបរិរតីថ្នាក់ថ្នមជាពិសេសវិញមេតបស៊ូថែមទាំងបានថើបថ្ងាសប្រពន្ធរបស់គាត់នៅចំពោះមុខរបស់ជីវនជីដែលជាទូប្រុសរបស់យើងថែមទៀតផងអញ្ចឹងហើយជីវនជីទូប្រុសរបស់យើងព្រះបុត្រានេះគាត់មើលឃើញហើយគាត់ក្អួតឈាមមិនត្រូវដំបងអត់ក្អួតឈាមទេប៉ុន្តែក្អួតឈាមក្រំក្នុងដោយសារតែរឿងជំងឺស្នេហានេះធ្ងន់ធ្ងរខ្លាំងមែនទែនគ្រូពេទ្យបានប្រាប់រនាងវិនលីងថាកុំបារម្ភអីព្រះបុត្រាសម្រាប់តែមួយខែតែនឹងជាសះស្បើយពីរបួសហើយអត់មានអីធ្ងន់ធ្ងរនោះទេបនាងកុំបារម្ភអីអំឡុងពេលដែលកំពុងតែមើលថែរក្សាគណៈពេទ្យដែលជីវនជីកំពុងតែសន្លប់នឹងគាត់ក៏រវើរវាយហើយឈ្មោះរបស់ជីងរូអូនកុំចោលបងបានអត់កុំទៅណាឆ្ងាយពីបងបានអត់សិនជីងរូទូស្រីរបស់យើងគាត់ក៏ពួនសម្ងំលួចខ្លួនចាំមើលនឹងតាមបង្អួចមកឃើញដែរហើយក៏បានលឺសំឡេងរបស់ជីវនជីនឹងកំពុងតែដង្ហោះហើយមកមើលរវើរវាយរកនាងផងដែរប៉ុន្តែគំនុំរបស់នាងក្នុងបេះដូងវាអត់បានរសាយទេពេលយប់ស្ងាត់ឡើងហ្នឹងសិនជីងរូរបស់យើងគាត់បានលួចចូលមកក្នុងបន្ទប់របស់ជីវនជីរួចហើយបំណងគឺចង់យកកូនកំបិតចាក់សម្លាប់គេនៅនឹងកន្លែងតែម្ដងប៉ុន្តែជីវនជីនឹងគាត់ក៏ចាប់ដៃជាប់ហើយក៏សួរថាយ៉ាងម៉េចនៅក្នុងចិត្តរបស់នាងមួយថ្ងៃឲ្យតែបានជួបមុខរបស់ខ្ញុំនឹងគឺគ្មានអ្វីក្រៅតែពីចង់សម្លាប់ខ្ញុំទេមែនអត់ជីងរូក៏តបទៅវិញថាត្រូវហើយទង្វើរបស់លោកធ្វើសាហាវប្រិយផ្សាយចំពោះគ្រួសាររបស់ខ្ញុំឪពុកម្ដាយរបស់ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំគឺបានស្លាប់អស់ហើយលោកចង់ឲ្យខ្ញុំទុកជីវិតឲ្យលោកមែនទេដល់ទៅពេលនិយាយដល់ចំណុចហ្នឹងជីវនជីថាបើចង់យកជីវិតរបស់ខ្ញុំប្រាប់ខ្ញុំទៅប្រមាថមកព្រោះតាំងពីដំបូងអើយមកហ្នឹងជីវិតរបស់ខ្ញុំវាជារបស់នាងបាត់ទៅហើយសាច់រឿងបានវិលត្រឡប់ក្រោយបន្តិចបង្ហាញយើងឃើញថាមូលហេតុដែលជីវនជីនិយាយបែបហ្នឹងគឺដោយសារតែកាលពីអតីតកាលនោះជីវនជីមានរបួសធ្ងន់ធ្ងរណាស់ហើយត្រូវបានសិនជីរូទូស្រីរបស់យើងហ្នឹងជួយសង្គ្រោះជីវិតហើយនាងត្រូវបាននិយាយថាចាប់តាំងពីនេះទៅជីវិតរបស់នាងជីវិតរបស់លោករស់ឬមួយក៏ស្លាប់នោះតើតែសុំការអនុញ្ញាតពីខ្ញុំសិនព្រោះវាគឺជារបស់ខ្ញុំអញ្ចឹងនៅពេលនេះជីវនជីនឹងគាត់ក៏បលែងដៃឲ្យជីងរូនឹងចាក់សម្លាប់គាត់ទៅប៉ុន្តែជីងរូអត់ដាច់ចិត្តចាក់ទេបែរទៅចាក់ខ្នើយទៅវិញទៅធ្វើឲ្យជីវនជីគាត់ក៏ចាប់នាងក្រៀកឡើងទៅលើគ្រែហើយក៏អោបថាហើយនិយាយថាប្រកាសណាស់ហើយខ្ញុំជឿជាក់ថានាងប្រកាសជាមិនទាន់ដាច់ចិត្ត 100% ក្នុងការសម្លាប់ខ្ញុំទេមែនអត់ការចាប់បង្ខំរបស់ជីវនជីថាទៅលើជីងរូនឹងក៏ត្រូវបានពនាងវិនលីងលួចមើលឃើញតាមបង្អួចដូចគ្នាលួចមើលគ្នាទៅវិញមកម្នាក់ម្ដងដែលធ្វើឲ្យវិនលីងគឺពិតជាក្តៅក៏ហាយខឹងគុំគួនគំនុំចងអាឃាតនឹងគឺជាមួយសិនជីងរូនឹងខ្លាំងមែនទែនតែម្ដងម្ល៉េះហើយនៅខាងក្រៅមិនដឹងធ្វើយ៉ាងម៉េចទេដើម្បីបង្អាក់បន្ទុចសកម្មភាពរបស់អ្នកទាំងពីរហ្នឹងណាពនាងវិនលីងកំពុងតែជួលច្បល់ចុះឡើងហ្នឹងស្រាប់តែក៏លេចឃើញលោកមេតបស៊ូកំពុងតែដើររកប្រពន្ធទៀតហើយអញ្ចឹងហើយហ្នឹងពនាងវិនលីងគាត់ទៅហៅលោកមេតបស៊ូថាអូលោកមេតបស៊ូមកគាត់ជួនល្អខ្លាំងមែនទែនព្រះបុត្រាឲ្យខ្ញុំមកតាមលោកដើម្បីឲ្យលោកចូលទៅជួបគាត់និយាយអំពីរឿងកងទ័ពបន្តិចអញ្ចឹងទៅមេតបស៊ូគាត់ក៏ធ្វើដំណើរចូលមកក្នុងបន្ទប់របស់ព្រះបុត្រាជីវនជីម្ល៉េះហើយដោយសារតែខ្លាចគេឃើញនោះគាត់ក៏បានចាប់ឲ្យសិនជីរូចូលទៅក្នុងភួយរបស់គាត់ហើយគាត់ក៏អង្គុយបែបហ្នឹងនិយាយសួរនាំទៅកាន់លោកមេតបស៊ូថាយ៉ាងម៉េចលោកមេតបស៊ូតកុហកចូលមកជួបខ្ញុំនឹងបំណងអីដែរមេតបស៊ូនោះគាត់ក៏សួរទៅវិញថាមើលទៅព្រះបុត្រាឈឺធ្ងន់ខ្លាំងណាស់អញ្ចឹងហើយការគ្រប់គ្រងកងទ័ពក៏จะត្រូវអាខានកងទ័ពមិនអាចមានមេដឹកនាំមួយថ្ងៃទេដូច្នេះហើយខ្ញុំមកទូលសួររឿងត្រាបញ្ជាកងទ័ពព្រោះអីបើសិនបើអត់ពីព្រះបុត្រាទៅគឺគេនឹងឲ្យមេតបស៊ូគឺជាអ្នកគ្រប់គ្រងកងទ័ពចំនួននោះឯង
មានតបស៊ូថានេះគឺជាទំនួលខុសត្រូវក៏ដូចជាទូនីតិរបស់ខ្ញុំបើប្រតិបត្តិតាមជាធ្ងន់ទៅហើយនឹងអត់ដឹងធ្វើម៉េចទេជីមិនផុតពីការដែលខ្ញុំនឹងត្រូវគ្រប់គ្រងជំនួសទេបន្ទាប់មករៀបតែនឹងគេចាក់ចេញទៅហើយគេក៏កលែងឃើញគុណកំបិតដែលធ្វើឲ្យតស៊ូគាត់រំផ្លេចដឹងបងថាប្រពន្ធរបស់គាត់ប្រកាសជានៅក្នុងបន្ទប់មួយហ្នឹងហើយចុងគាត់ខឹងទៀតហើយពួកអីហ្នឹងគាត់គិតថាហ៊ានមកលួចលាក់អីជាមួយនឹងព្រះបុត្រាអញ្ចឹងណាប៉ុន្តែគាត់អាចធ្វើបាននោះទេបានទៅដល់ចាក់ចេញទៅគ្រាន់តែលោកមិនតបស៊ូចេញទៅភ្លាមហ្នឹងជីងរូរបស់យើងគាត់សវេសវ៉ាចេញពីភួយប៉ុន្តែជីវនឈីហ្នឹងគាត់ក៏សុំទោសគាត់ថាជីងរូថាពួកយើងអាចចាប់ដើមសាជាថ្មីបានអត់ជីងរូគាត់អស់សំណើចគាត់ខឹងគាត់ស្អប់ខ្ពើមជាមួយនឹងជីវនឈីទៀតគាត់ថាទង្វើរបស់លោកគួរស្អប់ខ្ពើមខ្លាំងណាស់នៅមានមុខអីមកសួរនាំរឿងខ្ញុំទៅចាប់ដើមជាថ្មីជាមួយលោកទៀតនោះឯងវាពិតជាគួរអស់សំណើចខ្លាំងណាស់ជីវនឈីលោកចាប់ជាថោកទាបខ្លាំងពិតមែនដរាបណាខ្ញុំនៅមានដង្ហើមខ្ញុំនឹងរកបញ្ជើបាយគ្រប់យ៉ាងទាំងអស់ដើម្បីសម្លាប់លោកចោលសងសឹកឲ្យគ្រួសាររបស់ខ្ញុំជីវនជីរបស់យើងគាត់មានអារម្មណ៍ថាតើខ្ញុំត្រូវធ្វើម៉េចទៅអាចបាននាងមកក្បែរខ្លួនរបស់ខ្ញុំដោយការប្រពន្ធវិញបានទៅមិនអាចបណ្ដោយបែបនឹងបាននោះទេមិនយូរបានដល់ពេលពិធីបន់រៀបចំសំពះព្រះសរោចទឹកអីគេស្រង់ព្រះហ្នឹងទាំងអស់គ្នាលោករាជអាមាត្យបានប្រកាសថាក្នុងពេលហ្នឹងយុវវ័យយុវនារីយុវតីទាំងអស់ដែលពាក់របាំងមុខហ្នឹងនៅពេលដែលបានជួបគ្នាមានភពនិស្ស័យជាមួយនរណាម្នាក់បើករបាំងមុខចំពេលវេលាដែលប្រកាសឲ្យបើកហ្នឹងគឺជាគូឧបនិស្ស័យមកជាមួយនឹងគ្នាហើយនៅក្នុងពេលហ្នឹងជីវនជីរបស់យើងគាត់ពាក់របាំងមុខអប្សរាអាសរាជាតួយៈអញ្ចឹងណាហើយគាត់សម្លឹងតែមើលរកជីងរូទេគ្រាន់តែមើលទោះបីជាពាក់របាំងមុខគាត់ចំណាំបានថានោះគឺជាជីងរូដែរចំណែកឯលោកតស៊ូវិញគាត់តាមសម្លឹងរកប្រពន្ធរបស់គាត់ដូចគ្នាប៉ុន្តែគាត់អត់ចំណាំប្រពន្ធរបស់គាត់ទេនៅពេលដែលពាក់របាំងមុខទៅនោះចំណែកឯប៉នាងវិនលីងវិញគាត់កំពុងតែតាមរហូតជីវនជីព្រះបុត្រារបស់យើងនេះដោយសារតែចំណាំបានហ្នឹងការពិតអត់ចំណាំបានទេប៉ុន្តែដោយសារតែឃើញមកគូណាដេញតាមគ្នាមើលទៅខាងស្រីខឹងខាងប្រុសតាមអញ្ចឹងគាត់ក៏ជិតគិតថាប្រកាសជាព្រះបុត្រាជីវនជីហើយនៅពេលដែលកំពុងតែតាមរកហ្នឹងក៏មានក្មេងប្រុសម្នាក់រត់មកប្រាប់ថាអ្នកនាងនៅបរិសម្នាក់ដែលនាងកំពុងតែតាមរកនៅកន្លែងនោះអញ្ចឹងប៉នាងវិនលីងគាត់ក៏រត់ទៅរកទៅប៉ុន្តែនៅពេលហ្នឹងក៏មានគេគប់ដុំថ្មចំចង្កេះរបស់គាត់ធ្វើឲ្យគាត់វិតែនឹងដួលស្រាប់តែលោកមេតបស៊ូដែលពាក់របាំងមុខហ្នឹងក៏មកជួយគ្រាបណ្ដោយឲ្យជីវនជីរបស់យើងមានឱកាសមករកឈីងរូនៅលើស្ពានហើយក្នុងពេលហ្នឹងពិធីក៏គេបានទូងស្គរបញ្ចប់តែម្ដងហើយតម្រូវឲ្យគ្រប់គ្នាបើករបាំងមុខដើម្បីមើលលទ្ធផលនៅពេលហ្នឹងប៉នាងវិនលីងជាមួយនឹងមេតបស៊ូហ្នឹងគាត់មានការភ្ញាក់ផ្អើលខ្លាំងមែនទែនពួកអីហ្នឹងវាក់ជាមួយនឹងគ្នាមុនហ្នឹងមេតបស៊ូស្មានតែប្រពន្ធរបស់គាត់ចំណែកជីវនជីវិញបើករបាំងមុខមកនៅចំពោះមុខរបស់ជីងរូវិញជីងរូគាត់ឃើញហើយគាត់ក៏ដើរចេញព្រោះគាត់មិនដឹងស្មានថាគឺជាលោកសោះអញ្ចឹងបានន័យថាមុនហ្នឹងលោកគឺជាអ្នកចាត់ការហើយគ្រប់យ៉ាងទាំងអស់ហ្នឹងជាល្បិចរបស់ជីវនជីដើម្បីឲ្យគាត់មានឱកាសនៅក្បែរជីងរូតែប៉ុណ្ណោះនៅពេលហ្នឹងជីងរូគាត់ខឹងខ្លាំងមែនទែនគាត់ក៏ឌីលប្រមាណថាលោកគួរឲ្យស្អប់ខ្ពើមណាស់ប៉ុន្តែអត់ទេជីវនជីនៅពេលនេះគាត់ប្រាថ្នាក្តៅយកដាវមកគំរាមហើយចាប់ថើបតែម្ដងទៅធ្វើឲ្យជីងរូរបស់យើងគាត់រើមិនរួចនោះទេស្របពេលនឹងផងថែនឹងពិធីបានបញ្ចប់ទៅគេក៏អត់កំជួចឌឹងទៅក៏ធ្វើឲ្យអ្នកទាំងពីរនឹងស្រឡាញ់កកាំងនៅក្រោមកំជ្រួចមានអារម្មណ៍ថាពេលនេះជីងរូហាក់ដូចជាស្លងអារម្មណ៍ដែរដោយសារតែមនុស្សខ្លួនស្រឡាញ់ហើយហ្នឹងចំពេលវេលាដល់រ៉ូមែនទិកបែបហ្នឹងទៅទៀតអញ្ចឹងក៏ស្លងមួយសបកភ្លេចគំនុំមួយផ្លែតអញ្ចឹងទៅប៉ុន្តែកំពុងតែស្លងនោះក៏ចាប់ដើមនឹកឃើញគំនុំនឹងទៀតហើយក៏ចាប់ដើមស្ដីបន្ទោសទៅកាន់ជីវនជីរបស់យើងក៏បន្តទៅវិញថាថ្ងៃណាមួយបងនឹងបកអាក្រាតរឿងកើតឡើងនៅក្នុងយប់នោះឲ្យអូនឯងដឹងថាមិនមែនជារឿងជាកំហុសរបស់បងនោះទេប៉ុន្តែភ្លាមនឹងស្រាប់តែមានឃាតករនឹងមកវាយប្រហារទៅលើជីវនជីចង់ចាក់សម្លាប់គាត់អ្នកទាំងពីរនឹងក៏កិច្ចចេញពីការប្រហាររបស់ឃាតករនឹងទាំងស្លងអារម្មណ៍នឹងទៅ